Biếp này ca bệnh trẻ lệ tù sắp cho mùi nâng thần ý kia nâng khổng cầm vật thí đi chí super app đã tớp tới đại pra pra bà xong đắp bóng ôn đã trong tiếng tuột lệ tù sắp bỏ dương ở căn tại ba nâng miên sắp tập hiệp của dương của tới màu thơ ca bệnh trẻ tiếng tuột cho mùi nâng lệ tù sắp bỏ dương ở bàn trầm trớ bà chẳng chấm hiên bốn bóng ôn thưa cả tiền vô cầm thì DG Super App នៅក្នុង App Store ក៏បាន Play Store ក៏បានឥឡូវសិនមកថាបងប្អូនមានកម្មវិធីនេះហើយយើងបើកដំណើរការមកដល់ទំព័រទី1នេះគឺវាទាមទារឲ្យយើងធ្វើការlog in ចូលគឺយើងចូលទៅប្រើប្រាស់កម្មវិធីហ្នឹងអញ្ចឹងដើម្បីការប្រើប្រាស់ហ្នឹងគឺយើងត្រូវតែចុច sign in សិនកន្លែងនេះគឺយើងចុចលើពាក្យថា sim verifier យើងចុចហ្នឹងមកពេលនោះវានឹងនាំមកយើងមកដល់ទំព័រនេះដើម្បីឲ្យយើងធ្វើការភ្ជាប់ជាមួយនឹងគណនីធនាគារណាមួយឬក៏ account ណាមួយបាទអញ្ចឹងសម្រាប់ខ្ញុំយក ACLDA ក្រោយពីចុចភ្ជាប់នឹង ACLDA រួចវានឹងនាំវានឹងបង្ហាញក៏ដូចជាផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួនរបស់យើងដូចជាឈ្មោះថ្ងៃខែឆ្នាំកំណើតភេទអាស័យដ្ឋានជាដើមចឹងយើងផ្ទៀងផ្ទាត់មើលទៅថាតើវាត្រឹមត្រូវអត់ដូចព័ត៌មានដែលយើងបានមាននៅក្នុងព័ត៌មានផ្ទាល់ខ្លួនយើងអត់ដូចជាតញ្ញាណប័ណ្ណអញ្ចឹងណាថ្ងៃខែឆ្នាំកំណើតយើងផ្ទៀងផ្ទាត់មើលត្រឹមត្រូវអត់ក្រោយយើងផ្ទៀងផ្ទាត់រួចហើយយើងចុចបញ្ជាក់ខាងក្រោមនេះពេលនោះវានឹងនាំមកទំព័រនេះដើម្បីឲ្យយើងធ្វើការទំព័រនេះគឺមានន័យថាយើងធ្វើការ sign in ចូលជោគជ័យហើយក៏គេតម្រូវឲ្យយើងបង្កើតជា PIN code set up PIN ដើម្បីដាក់មួយតង់ទៀតដើម្បីធានាសុវត្ថិភាពមួយតង់ទៀតអញ្ចឹងក្រោយពីយើងចុច set up PIN code វានឹងនាំយើងមកដល់ទំព័រនេះឲ្យយើងដាក់ PIN code លេខសម្ងាត់ចំនួន6ខ្ទង់ដើម្បីការពារសុវត្ថិភាពបាទអញ្ចឹងក្រោយពីយើងដាក់មកវ័យលេខកូដដែលយើងងាយស្រួលឬក៏គិតថាយើងមានសុវត្ថិភាពហើយយើងចុចបញ្ចូលមកហើយចុចកន្លែងវានឹងរួមយើងចុចកន្លែងប៊ូតុង continue នេះអញ្ចឹងយើងចុច continue មកវានឹងលោតបង្ហាញថាយើងបានកំណត់ PIN code ឬបាន confirm អីបញ្ជាក់ជាមួយ PIN code ជោគជ័យហើយយើងចុចពាក្យថា enable ដើម្បីបើកដំណើរការក្រោយមកវានឹងបង្ហាញថាតើaccount ដែលយើងដាក់ហ្នឹងគឺយើងចង់បើកមុខងារជាមួយនឹងមុខងារសុវត្ថិភាពដែលមានទូរស័ព្ទរបស់យើងដូចជាខាងលើនោះ PIN code 6ខ្ទង់យើងវាយដល់បញ្ចូលដល់ដៃហើយបន្តមកទៀតយើងចង់បន្ថែមដាក់មុខងារ Face ID គឺពេលយើងបើកកម្មវិធីហ្នឹងមកវា scan មុខយើងចូលប្រើតែម្ដងអញ្ចឹងណាកុំបាច់ចាំបាច់ធ្វើការវាយលេខកូដ6ខ្ទង់នឹងទៀតទេហើយខាងក្រោមនេះគឺ set up ជាមួយនឹងtouch ID បើសិនជាបងប្អូនទូរស័ព្ទបងប្អូនប្រើ scan ដៃបងប្អូនបើកអាហ្នឹងទៅបាទតែខ្ញុំយក Face ID បាទក្រោយមកយើងចូលមកដល់ទំព័រនេះគឺចូលមកក្នុងទំព័រ dashboard របស់នេះរបស់ DG Super App យើងនឹងឃើញមាន app ជាច្រើនដែលគេដាក់ដំណើរការយើងប្រើប្រាស់មានហាត់សុខភាពមានបញ្ចូលទឹកប្រាក់មាន AI ChatGPT DG ChatGPT Translate KH មាន Code KH Frame អីជាដើមអញ្ចឹងចំណុចនេះយើងយកកន្លែង SIM verifier យើងចុចហ្នឹងមកបាទហើយបន្តមកវានឹងបង្ហាញនៅលេខទូរស័ព្ទដើម្បីធ្វើការផ្ទៀងផ្ទាត់បាទក្រោយពីបង្ហាញមើលផ្ទៀងផ្ទាត់មកថាយើងលេខរបស់យើងត្រឹមត្រូវអត់យើងចុច verify មកបាទអញ្ចឹងចុច verify មកវានឹងជោគជ័យហើយវានឹងបង្ហាញផ្ទាំងជោគជ័យហើយយើងចុចពាក្យ done ខាងក្រោមនេះមកតមកវានឹងបង្ហាញកន្លែងដែលយើងបាន verify បាទអញ្ចឹងគឺលេខទូរស័ព្ទយើងគឺបញ្ជាក់ថាយើងបាន verify ផ្ទៀងផ្ទាត់គ្រប់
គ្រប់លក្ខខណ្ឌគឺត្រឹមត្រូវហើយបើក្នុងករណីថា យើងចង់ verify លេខខាងលេខផ្សេងទៀតដែលយើងមាន2 3លេខអញ្ចឹងណាយើងចុចខាងក្រោមមកតែបើខ្ញុំមានតែមួយទេខ្ញុំជិលចុចញញច្រើនណាចុចតែមួយហ្នឹងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចចែករំលែកទៅកាន់មិត្តភ័ក្តិក៏ដូច